មុននឹងចូលសាច់រឿងនិទាន admin សូមប្រិយមិត្តអ្នកស្ដាប់ទាំងអស់ជួយគាំទ្រ admin តាមរយៈ subscribe ឬក៏ជាវម្នាក់មួយផងដើម្បីឲ្យ admin មានកម្លាំងចិត្តធ្វើវីដេអូបន្តទៀតនិងផុសជារៀងរាល់ថ្ងៃសំឡេងក្អែកស្រែកនាពេលព្រឹកព្រលឹមស្រឹមពីវត្តនាយឯមាត់ចុងភូមិបានបន្លឺឡើងយ៉ាងកងរំពងហើយក៏រលត់បាត់ទៅព្រមទាំងពន្លឺព្រឹកព្រលឹមទន់ភ្លន់ស្រាលព្រះគ្រូធុដង្ភេងនៃវត្តបានប្រមូលប្រដាប់ប្រដាល់ប្រើប្រាស់និងគ្រឿងបរិក្ខារមួយចំនួនដូចជាបាតនិងស្បង់ជីវរចាស់ដែលត្រូវបានប៉ះជាច្រើនបំណែករាប់ស្ទើរមិនអស់ព្រះអង្គបាននិមន្តចេញធុដង្ខតែម្នាក់ឯងដោយគ្មានកូនសិស្សតាមបម្រើព្រមគ្មានពាក្យលាផ្ដាំអ្វីឡើយមានតែដង្ហើមនិងពាក្យភាវនាស្រាលនៅក្នុងព្រះទ័យប៉ុណ្ណោះធ្វើនៅក្នុងចិត្តមិនមែននៅចំពោះមនុស្សទេគោលដៅនៅក្នុងគ្រានេះគ្មាននរណាដឹងឡើយក្រៅពីព្រៃធំដែលអ្នកភូមិហៅថាព្រៃភ្នំសំពៅព្រៃហាមឃាត់ដែលអ្នកណាវង្វេងចូលទៅហើយច្រើនតែមិនដែលបានចេញមកវិញដោយដើមឡើយកាលណាបាននិមន្តចេញផុតពីភូមិអពរសុខបានរីករាលដាលទៀបជាងធម្មតាទោះបីជាពេលព្រឹកក៏ដោយពន្លឺព្រះអាទិត្យបានចាំងមកដល់ផ្ទៃដីមិនបានពន្លឺព្រះអាទិត្យពេលព្រឹកបានស្រោចស្រពចុះមកលើស្រែដែលទើបតែច្រូតកាត់រួចបង្កើតបានជាពណ៌មាសស្រអាប់ហាក់ដូចជាកំពុងរំលឹកដល់វដ្តនៃការកើតនិងស្លាប់សំឡេងក្មេងៗកំពុងលេងទាត់បាល់នៅចុងភូមិបានស្ងាត់បាត់ទៅហើយជំនួសដោយសំឡេងម្ដាយកំពុងប្រញាប់ប្រញាល់ដេញមាន់ចូលក្រោលសត្វស្លាបក្នុងព្រៃបានជប់ស្រែកសត្វល្អិតក៏ស្ងាត់ស្ងៀមមានតែសំឡេងព្រះបាទទារបស់ព្រះគ្រូភេងប៉ុណ្ណោះដែលបានប៉ះនឹងស្លឹកឈើស្ងួតឬសូរគ្រើមព្រះអង្គបានជប់និមន្តភ្លាមព្រះハរតីនៅស្ងៀមប៉ុន្តែព្រះតីវិញបានដឹងដល់អ្វីមួយមានអ្វីមួយមិនមែនមនុស្សកំពុងដើរតាមព្រះអង្គមិនមែនជាការដឹងដោយព្រះនេត្រទេប៉ុន្តែវាគឺជារលកត្រជាក់ដែលបានបក់បោកឆ្លងកាត់ព្រះハរតីកាលណានិមន្តដល់កែងអូស្ងួតស្រមោលខ្មៅខ្ពស់ស្លីមបានបង្ហាញខ្លួននៅក្រោមដើមទាលធំមួយភ្នែកក្រហមឆ្អៅមាត់វែងរហូតដល់ត្រចៀកដងខ្លួនដូចមនុស្សប៉ុន្តែជើងវិញជាជើងក្របីវាគឺជាអរិយក្របីវិញ្ញាណសាហាវនៃព្រៃខ្មៅដែលស៊ីធម្មពលចិត្តរបស់អ្នកប្រតិបត្តិធម៌ជាអាហារសំឡេងរបស់វាបានបន្លឺឡើងស្រអាប់និងញាប់ញ័រព្រះអើយគុំទៅទៀតឡើយព្រៃនេះមិនមែនជាកន្លែងរបស់អ្នកទេព្រះគ្រូភេងបានដាក់បាតចុះយ៉ាងស្ងប់ស្ងាត់គង់នៅសមាធិសង្កត់ព្រះនេត្រមិនតបមិនជេរមិនរត់អរិយក្របីបានបញ្ចេញរស្មីខ្មៅអាកាសជុំវិញព្រះគ្រូភេងបានត្រជាក់ត្រជាយរហូតដល់ស្មៅក្រៀមស្លឹកឈើស្ងួតបាក់បែកប៉ុន្តែពីព្រះកាយរបស់ព្រះគ្រូភេងបានបញ្ចេញពន្លឺកក់ក្ដៅមិនភ្លឺខ្លាំងប៉ុន្តែមាំមួនដូចជាអណ្ដាតភ្លើងទៀននៅចំកណ្ដាលព្យុះសំឡេងភាវនាបានបន្លឺឡើងយឺតប៉ុន្តែច្បាស់នមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធៈអ្នកណាកើតអ្នកណាប្រកាន់អ្នកនោះតែងតែទទួលទុកអរិយក្របីបានស្រែកយ៉ាងវេទនារូបកាយបានប្រេះបែកคล้ายទៅជាផ្សែងខ្មៅប៉ុន្តែមុននឹងរលីកបាត់វាបានសោចអ្នកអាចឈ្នះយើងបានក៏ប៉ុន្តែនៅក្នុងព្រៃនេះនៅតែមានអ្វីដែលខ្លាំងជាងកំពុងរងចាំអ្នកមិនទាន់រលត់ផ្សែងខ្មៅបានដីក៏បានញាប់ញ័រសំឡេងមែកឈើបាក់បានបន្លឺឡើងយ៉ាងខ្លាំងជ្រូកព្រៃខ្មៅយក្សភ្នែកក្រហមរាងកាយធំដូចក្របីមានចង្កូមកោងវែងដូចជាដាវនេះមិនមែនជាសត្វធម្មតាទេប៉ុន្តែវាគឺជាសត្វមន្តអាគមដែលត្រូវបានបណ្ដុះដោយគ្រូធ្មប់អាគមខ្មៅវាបានបោប្រញាប់ប្រញាល់ចូលមករកព្រះគ្រូភេងដោយសេចក្តីក្រោធបង្កប់ព្រះគ្រូភេងនៅតែគង់នៅស្ងៀមគ្រាន់តែបើកព្រះនេត្រឡើងយឺតរួចមានព្រះសង្ឃដីកាមានប្រសាសន៍តែមួយប្រយោគសត្វអើយអ្នកវង្វេងរូបវង្វេងរិទ្ធចូលត្រឡប់ទៅកាន់ផ្លូវរបស់អ្នកវិញចុះពន្លឺពណ៌មាសទន់បានបញ្ចេញពីព្រះハរតីរបស់ព្យាតែងជ្រូកព្រៃខ្មៅបានស្ទុកអងខ្លួនបន្លឺសំឡេងធ្ងួចមុននឹងដួលរលំចុះរឹងតឹងរួចក៏រលាយបាត់คล้ายទៅជាធូលីដីវេលាល្ងាចព្រះគ្រូភេងបានគង់នៅក្នុងមុងក្រោមដើមឈើធំមួយខណៈពេលកំពុងសង្កត់ព្រះនេត្រចម្រើនព្រះបរិសំឡេងមួយបានបន្លឺឡើងនៅក្នុងព្រះទ័យមិនមែនជាសំឡេងអារក្សមិនមែនជាសំឡេងមនុស្សអ្នកកាន់ព្រះធម៌ផ្លូវដែលអ្នកនឹងទៅគឺជាដែនដីនៃដែកកាយវិជ្ជាមានអ្នកថែរក្សាមិនមែនមនុស្សគ្រប់រូបអាចឆ្លងកាត់បានឡើយព្រះគ្រូភេងបានញញឹមបន្តិចប្រសិនបើឆ្លងមិនបានក៏សូមចាត់ទុកថាអាត្មាបានមកបំពេញកិច្ចការរួចរាល់ហើយខ្យល់ព្រៃបានបក់បោកយ៉ាងខ្លាំងអាប់បានកាន់តែក្រាស់ហើយនៅឆ្ងាយទៅស្រមោលនាគយជាបានលូនវាឆ្លងកាត់កំពូលឈើក្នុងពេលតែមួយប៉ាព្រិចភ្នែកក្លិនផ្សែងធូបពីវត្តបានបក់បោកមកប៉ះច្រមុះលីឡំនឹងក្លិនដីសើមនិងក្លិនស្លឹកឈើស្រស់បន្ទាប់ពីភ្លៀងធ្លាក់បង្កើតបានជាបរិយាកាសដ៏ពិសិដ្ឋនិងអាចកំបាំង
សំឡេងកង្កែបនិងកូនកកក្អកបានបន្លឺឡើងយ៉ាងខ្លាំងបន្ទាប់ពីភ្លៀងធ្លាក់លាយឡំនឹងសំឡេងសត្វទីទុយដែលកំពុងរងាវពីលើដើមពោធិ៍ធំបង្កើតបានជាសំឡេងភ្លេងព្រៃដែលធ្វើឲ្យអ្នកស្ដាប់ត្រូវតែញាក់សាច់វេលារាត្រីនៅក្នុងព្រៃភ្នំសំពៅវាមិនងងឹតដោយសារតែខ្វះពន្លឺនោះទេប៉ុន្តែវាងឹតដោយសារតែពន្លឺមិនអាចបំបែកនឹងចូលទៅដល់បានអពណ៌សក្រាស់ដូចជាផ្សែងធូបបានអណ្ដែតទាបពីលើដីខ្យល់បានបក់បោកយឺតនិងធ្ងន់ដូចជាព្រៃទាំងមូលកំពុងទប់ដង្ហើមព្រះគ្រូផេងបានគង់នៅសមាធិក្រោមមុងស្បង់ជ័យវរចាស់បានគ្រប់ព្រះកាយយ៉ាងសាមញ្ញព្រះភ័ក្ត្រស្ងប់ស្ងាត់ប៉ុន្តែនៅក្នុងព្រះទ័យបានដឹងដល់ចរន្តធម៌ពលអ្វីមួយដែលកំពុងហូរវិលនៅក្រោមដីធម្មពលនោះមិនសាហាវទេប៉ុន្តែវាជ្រៅត្រជាក់និងចាស់បុរាណលើសពីកាលវេលាអាចនឹងរាប់បានបន្ទាប់មកសំឡេងមួយបានបន្លឺឡើងមិនមែនប៉ះនឹងត្រជាក់ទេប៉ុន្តែវាបានបន្លឺឡើងនៅចំកណ្ដាលនៃព្រះទ័យអ្នកកាន់ព្រះធម៌ចូលស្ដាប់សំឡេងនោះមិនមែនជាសំឡេងនាគទេប៉ុន្តែវាគឺជាសំឡេងរបស់អ្នកថែរក្សាដែនដីវិញ្ញាណដែលបានជាប់ជំពាក់នឹងទីកន្លែងនេះតាំងតែពីពេលដែលផែនដីនៅមិនទាន់បំបែកចេញពីមេឃផ្លូវខាងមុខគឺជាដែនដីនៃរូងថ្មវេទមន្តរូងដែលលាក់កំបាំងរូងដែលសូម្បីតែអារក្សក៏មិនហ៊ានបោះជំហានចូលដែរប្រសិនបើអ្នកបានបោះជំហានឆ្លងកាត់នឹងគ្មានផ្លូវត្រឡប់ក្រោយឡើយព្រះគ្រូផេងបានបើកព្រះនេត្រឡើងយឺតដង្ហើមនៅតែទៀងទាត់ព្រះទ័យមិនញាប់ញ័រសូម្បីតែបន្តិចអាត្មាមិនបានមកដើម្បីយកអ្វីនោះទេព្រះអង្គមានប្រសង្ឃដីកាស្រាបមកត្រឹមតែដើរតាមហេតុតាមធម៌រំពេចនោះអាប់ដែលកំពុងពាត់ជុំវិញមុងបានបំបីខ្លួនចេញបង្ហាញផ្លូវដីតូចចង្អៀតមួយដែលមិនដែលមាននរណាឃើញពីមុនមកផ្លូវនោះបានលាតសន្ធឹងចូលទៅក្នុងព្រៃដូចជាទើបតែត្រូវបានបើកដើម្បីរងចាំការមកដល់របស់នរណាម្នាក់ព្រះគ្រូផេងបានប្រមូលមុងដាក់បាតរួចនិមន្តចេញទៅដោយមិនស្ទាក់ស្ទើរកាន់តែនិមន្តចូលជ្រៅទៅអាកាសកាន់តែត្រជាក់ត្រជីក្លិនដីមានសំណើមលាយឡំនឹងក្លិនឆ្អាបស្រាប់បានបក់បោកមកប៉ះច្រមុះសំឡេងសើចស្រាប់បានបន្លឺឡើងពីគ្រប់ទិសទីសំឡេងក្មេងសំឡេងស្រីសំឡេងមនុស្សចាស់លាយឡំគ្នាមិនអាចបែងចែកបានព្រះអើយជួយខ្ញុំផងសំឡេងសុំជំនួយបានបន្លឺឡើងនៅចំពោះមុខរូបរាងស្រីសក់វែងស្លៀកសំពត់សព្រិលរហែកបានបង្ហាញខ្លួនភ្នែកពេញទៅដោយសេចក្តីភ័យខ្លាចឈាមបានហូរចេញពីថ្ងាសនាងបានលូតចូលមកជិតខ្ញុំវង្វេងព្រៃត្រូវគេបញ្ឆោតក្រសែភ្នែករបស់ព្រះគ្រូផេងបានឃើញអ្វីដែលខុសពីគេនៅក្រោមរូបរាងស្រីនោះគ្មានស្រមោលហើយចុងក្រចកវែងនិងមុតស្រួចខុសពីមនុស្សនេះគឺជាអរិយបញ្ឆោតបជាដែលស៊ីមេត្តាជាអាហារអ្នកណាអាណិតវាអ្នកនោះកាន់តែត្រូវវាត្រួតត្រាព្រះគ្រូផេងបានឈប់និមន្តមិនចូលទៅចិត្តមិនថយក្រោយព្រះអង្គបានប្រអប់ព្រះហស្ថឡើងរួចមានព្រះសង្ឃដីកាដោយសំឡេងមាំមួនរូបនេះមិនមែនជាអ្នកទេវេទនានេះមិនមែនជាអ្នកទេចិត្តនេះមិនមែនជាអ្នកទេចូលត្រឡប់ទៅកាន់សភាពដើមវិញសំឡេងភាវនាបានផ្សព្វផ្សាយចេញទៅដូចជារលកទឹករូបរាងស្រីបានស្រែកយ៉ាងខ្លាំងមុននឹងคล้ายទៅជាស្រមោលខ្មៅខ្ពស់ស្លីមភ្នែកប្រហោងមាត់ធំទូលាយរហូតដល់ត្រចៀកវាគឺជាអរិយបញ្ឆោតដូចគ្នាដែលស៊ីមនុស្សរាប់មិនអស់វាបានបោលចូលមករកព្រះគ្រូផេងដោយសេចក្តីក្រោធប៉ុន្តែបានទៅបុកនឹងធម្មពលស្ងប់ស្ងាត់ដែលកំពុងបញ្ចេញចេញពីព្រះកាយរហូតដល់ស្រមោលខ្មៅបានបោកបក់ទៅក្រោយមុននឹងរលាយបាត់ជាមួយនឹងសំឡេងស្រែកចុងក្រោយព្រៃបានស្ងប់ស្ងាត់ម្ដងទៀតកាលណានិមន្តបន្តទៅមិនយូរប៉ុន្មានជញ្ជាំងថ្មខ្ពស់សន្ធោសន្ធៅបានបង្ហាញខ្លួននៅចំពោះមុខមាត់រូងបានបើកចំហយ៉ាងធំដូចជាមាត់សត្វយក្សនៅខាងក្នុងងងឹតស្រអាប់ប៉ុន្តែមានផ្កាភ្លើងឆ្លុះបញ្ចាំងហាក់ដូចជាលោហៈកំពុងហូរវិលនៅលើជញ្ជាំងរូងនេះហើយគឺជារូងថ្មវេទមន្តព្រំដែនរវាងពិភពមនុស្សនិងដែនដីនាគភ្លាមនៅពេលដែលព្រះគ្រូផេងបានបោះព្រះបាទទាចូលទៅសំឡេងក្រហមទាបបានបន្លឺឡើងកងរំពងពេញជញ្ជាំងរូងនៅសត្វមន្តអាគម3ប្រភេទបានបង្ហាញខ្លួនខ្លាខ្មៅភ្នែកបៃតងក្របីយក្សស្នែងបាក់និងពោះដីចិញ្ចីនថ្មទាំងអស់ត្រូវបានបណ្ដុះដោយវិជាអាគមខ្មៅដើម្បីធ្វើជាច្រកសាក់លបងសម្រាប់អ្នកដែលហ៊ានឈ្លានពាននេះមិនមែនជាការប្រយុទ្ធដោយកម្លាំងទេប៉ុន្តែវាគឺជាការប៉ះទង្គិចរវាងចិត្តដែលពោពេញទៅដោយតណ្ហានិងចិត្តដែលទទេពីសេចក្តីប្រកាន់ព្រះគ្រូផេងបានគង់នៅស្ងៀមនៅចំកណ្ដាលសត្វសាហាវដែលកំពុងក្រហមពេញរូងហើយនៅក្នុងវិនាទីនោះឯងសំឡេងមួយបានបន្លឺឡើងពីក្រោមដីថ្មជ្រៅធ្ងន់និងពោពេញទៅដោយរទ្ធីគ្រប់គ្រាន់ហើយរូងទាំងមូលបានញាប់ញ័រសត្វមន្តអាគមទាំង3បានរលំចុះដូចជាត្រូវបានសង្កត់ដោយធម្មពលដែលមើលមិនឃើញស្រមោលធំមួយបានលូនវាឆ្លងកាត់ជញ្ជាំងរូងជញ្ជីងបានឆ្លុះបញ្ចាំងពន្លឺដូចជាផ្កាយនៅក្នុងភាពងងឹតអ្នកថែរក្សាពិតប្រាកដកំពុងនឹងបង្ហាញខ្លួន
នៅក្នុងរូងថ្មវយតមនភាពស្ងៀមស្ងាត់ដូចជាកាលវេលាបានឈប់ស្ងប់ចិញ្ចាំងថ្មដែលធ្លាប់តែឆ្លុះបញ្ចាំងពន្លឺបានបញ្ចេញពន្លឺពណ៌សទន់ដូចជាលោហៈមានជីវិតកំពុងដកដង្ហើមដីរូងត្រជាក់ត្រជាយរហូតដល់ចំហាយអាប់បានអណ្ដែតទៀបស្មើនឹងកជើងព្រះគ្រូភេងបានគង់នៅស្ងៀមព្រះតីតាំងនៅមាំមួនមិនញាប់ញ័រចំពោះធម្មពលដ៏ធំធេងដែលកំពុងផ្សព្វផ្សាយចេញពីភាពងងឹតនៅចំពោះមុខបន្ទាប់មកស្រមោលនោះក៏បានបង្ហាញខ្លួនដងខ្លួនវែងធំដូចជាទឹកបុរាណចិញ្ចៀងពណ៌បៃតងលាយឡំនឹងពណ៌មាសបានឆ្លុះបញ្ចាំងពន្លឺដូចជាកែវមណីភ្នែកជ្រៅស្ងប់ស្ងាត់មិនសាហាវប៉ុន្តែលាក់កំបាំងទៅដោយអំណាចដែលសូម្បីតែអារក្សនិងសត្វមន្តអាគមក៏ត្រូវតែក្រាបចុះអ្នកថែរក្សារូងថ្មវេទមន្តនៃភ្នំសំពៅសំឡេងរបស់នាគបានបន្លឺឡើងមិនមែនឆ្លងកាត់អាកាសទេប៉ុន្តែវាបានញ័ររង្គើនៅត្រង់ព្រះតីភិក្ខុអ្នកកាន់ព្រះធម៌តើអ្នកដឹងទេថាជំហានដែលអ្នកបានបោះចូលមកនេះគឺជាការបោះជំហានឆ្លងកាត់សេចក្តីជាប់ជំពាក់ចាស់ដែលបានចងជាប់ឆ្លងកាត់ជាតិឆ្លងកាត់ភពព្រះគ្រូភេងបានប្រអប់ប្រហ័សបន្តិចមិនមែនដោយសារសេចក្តីភ័យខ្លាចទេប៉ុន្តែដោយសារសេចក្តីគោរពចំពោះអ្នកថែរក្សាព្រះធម៌អាត្មាមិនដឹងអ្វីទេក្រៅពីដឹងថាកាលណាដល់ពេលក៏ត្រូវតែនិមន្តនាគបានសម្លឹងមើលចូលទៅក្នុងប្រតិយរបស់ព្រះគ្រូភេងដូចជាកំពុងបើកមើលប្រវត្តិសាស្ត្រជីវិតដ៏វែងឆ្ងាយរាប់ជាតិរូបភាពអតីតកាលបានផុសឡើងនៅចំកណ្ដាលរូងដូចជាស្បែកអាប់ត្រូវបានហែកចេញរូបភាពរបស់បុរសម្នាក់នៅក្នុងអតីតកាលជាអ្នកបួសជាឥសីដែលធ្លាប់ការពារព្រៃនេះធ្លាប់សន្យាជាមួយនាគថានឹងត្រឡប់មកវិញដើម្បីបន្តការពារធាតុវិជាប៉ុន្តែបានចាក់លោកទៅមុនពេលកំណត់ពាក្យសន្យានៅតែមិនទាន់ពេញលេញអ្នកគឺជាអ្នកនោះនាគបានមានប្រសាសន៍យឺតប៉ុន្តែការត្រឡប់មកវិញមិនមានន័យថាសេចក្តីជាប់ជំពាក់នឹងបញ្ចប់នោះទេប្រសិនបើអ្នកមិនបានឆ្លងកាត់ការសាកល្បងចុងក្រោយចប់តែប្រសាសន៍ដីរូងក៏បានប្រែក្លាយរូបភាពព្រៃរូបភាពរូងបានរលាយបាត់คล้ายទៅជាទីវាលទទេនៅក្រោមមេឃពណ៌ក្រហមសំឡេងស្រែកសំឡេងក្រហឹមសំឡេងសូត្រមន្តបានលាយឡំគ្នាយ៉ាងច្របូកច្របល់នេះគឺជាកន្លែងសាកល្បងស្រមោលរាប់មិនអស់បានបង្ហាញខ្លួននៅជុំវិញព្រះគ្រូភេងទាំងព្រះសង្ឃទាំងក្រហមទាំងអ្នកដែលធ្លាប់បានបង្កើតកម្មជាមួយគ្នានៅក្នុងអតីតកាលភ្នែកពោពេញទៅដោយសេចក្តីក្រោធសេចក្តីសងសឹកសេចក្តីប្រាថ្នាហេតុអ្វីមិនជួយខ្ញុំពីព្រោះតែអ្នកខ្ញុំក៏ស្លាប់អ្នកក្បត់ពាក្យសន្យាសំឡេងទាំងនោះបានបោលចូលមករកព្រះតីដូចជាព្រួញប៉ុន្តែព្រះគ្រូភេងនៅតែគង់នៅស្ងៀមសង្កត់ព្រះនេត្រស្រាប់ស្រាប់មិនបដិសេធមិនដោះសារមិនប្រឆាំងកម្មណាមួយដែលអាត្មាធ្លាប់បានបង្កើតអាត្មាព្រមទទួលកម្មណាមួយដែលនៅមិនទាន់ដល់ពេលអាត្មាសូមដាក់ទុកនៅក្នុងវិនាទីនោះពន្លឺដ៏ស្ងប់ស្ងាត់បានផ្សព្វផ្សាយចេញពីព្រះតីសំឡេងស្រែកបានស្ងាត់បាត់បន្តិចម្ដងប្រមោលទាំងអស់បានរសាត់បាត់នៅសល់តែសេចក្តីទទេនិងសេចក្តីស្ងប់កន្លែងសាកល្បងបានរលាយបាត់ព្រះគ្រូភេងបានត្រឡប់មកឈរនៅក្នុងរូងថ្មវេទមន្តដោយដើមនាគបានសម្លឹងមើលដោយក្រសែភ្នែកដែលបានប្រែក្លាយមានទាំងសេចក្តីគោរពនិងការបញ្ចេញអ្នកបានឆ្លងកាត់នាគបានមានប្រសាសន៍មិនមែនដោយសារវិជាមិនមូលដោយសាររិទ្ធប៉ុន្តែដោយសារតែអ្នកមិនបានប្រកាន់សំបីតែជ័យជំនះចិញ្ចាំងរូងបានអំបែកខ្លួនចេញបង្ហាញដៃកាយវិជាពណ៌អិនតនូងកំពុងហូរវិលយឺតៗដូចជាមានជីវិតធាតុវិជាដែលមនុស្សទូទៅតែងតែប្រាថ្នាចង់បានចូលជ្រើសរើសនាគបានមានប្រសាសន៍តើនឹងទទួលយកធាតុនេះឬនឹងទុកវាចោលព្រះគ្រូភេងបានសម្លឹងមើលតែមួយស្របក់ប៉ុណ្ណោះមុននឹងប្រអប់ព្រះហស្ថហើយមានព្រះសង្ឃដីកាស្រាប់របស់ដែលមានអ្នកថែរក្សាគួរតែនៅជាមួយអ្នកថែរក្សារំពេចនោះដៃកាយវិជាបានឈប់ធ្វើចលនាពន្លឺទាំងមូលក្នុងរូងបានរសាត់បាត់បន្តិចម្ដងម្ចឹងនាគបានញញឹមជាលើកដំបូងដូច្នោះចាប់ពីពេលនេះតទៅព្រៃភ្នំសំពៅនឹងបើកផ្លូវឲ្យអ្នកប៉ុន្តែផ្លូវខាងមុខនៅតែមានអ្នកដែលប្រើប្រាស់វិជាអាគមខ្មៅកំពុងរងចាំប្រឈមមុខនឹងអ្នកខ្យល់ត្រជាក់បានបក់បោកឆ្លងកាត់រូងស្រមោលនេះក៏បានរសាត់បាត់បន្តិចម្ដងនៅសល់តែផ្លូវដែលលាតសន្ធឹងចូលទៅក្នុងព្រៃកាន់តែជ្រៅជាងមុនចិញ្ចាំងរូងបានបំបែកខ្លួនចេញបង្ហាញដៃកាយវិជាពណ៌អិនធនូកំពុងហូរវិលយឺតដូចជាមានជីវិតធាតុវិជាដែលមនុស្សទូទៅតែងតែប្រាថ្នាចង់បានចូលជ្រើសរើសនាគបានមានប្រសាសន៍តើនឹងទទួលយកធាតុនេះឬនឹងទុកវាចោលព្រះគ្រូភេងបានសម្លឹងមើលតែមួយស្របបក់ប៉ុណ្ណោះមុននឹងប្រអប់ព្រះហស្ថហើយមានព្រះសង្ឃដីកាស្រាប់របស់ដែលមានអ្នកថែរក្សាគួរតែនៅជាមួយអ្នកថែរក្សារូបពេចនោះដៃកាយវិជាបានឈប់ធ្វើចលនាពន្លឺទាំងមូលក្នុងរូងបានរសាត់បាត់បន្តិចម្ដងនាគបានញញឹមជាលើកដំបូងដូច្នោះចាប់ពីពេលនេះតទៅព្រៃភ្នំសំពៅនឹងបើកផ្លូវឲ្យអ្នកប៉ុន្តែផ្លូវខាងមុខនៅតែមានអ្នកដែលប្រើប្រាស់វិជាអាគមខ្មៅកំពុងរងចាំប្រឈមមុខនឹងអ្នកខ្យល់ត្រជាក់បានបក់បោកឆ្លងកាត់រូងស្រមោលនាគបានរសាត់បាត់បន្តិចម្ដងនៅសល់តែផ្លូវដែលលាតសន្ធឹងចូលទៅក្នុងព្រៃកាន់តែជ្រៅជាងមុនបន្ទាប់ពីបាននិមន្តចេញពីរូងថ្មវេទមន្តព្រៃភ្នំសំពៅបានប្រែក្លាយបរិយាកាសភ្លាម
ដើមឈើដែលធ្លាប់ខ្ពស់សន្ធោសន្ធៅបានคล้ายទៅជារមូលកោងដូចជាត្រូវបានកម្លាំងអ្វីមួយសង្កត់ចុះមេឃបានក្រៀមក្រំពេញមួយថ្ងៃទោះបីជាគ្មានពពកភ្លៀងក៏ដោយសំឡេងខ្យល់បក់បោកបាននាំមកទាំងក្លិនឈាមឆ្អាបនិងក្លិនធូបឆេះព្រះគ្រូភេងបាននិមន្តតាមផ្លូវដីក្រហមតូចចង្អៀតដែលហាក់ដូចជាត្រូវបានគេជន់ឈ្លីម្ដងហើយម្ដងទៀតទាំងដែលគ្មានស្នាមជើងមនុស្សថ្មីហាក់ដូចជាមាននរណាម្នាក់កំពុងរងចាំនៅខាងមុខកាលណានិមន្តដល់ទីវាលថ្មកណ្ដាលព្រៃសសឈើចាស់ខ្ពស់3ដើមបានតម្រៀបគ្នាមានក្រណាត់សព្រិលចងជាប់ប្រឡាក់ដោយស្នាមពណ៌ក្រមៅនៅលើដីមានអក្សរសាស្ត្រាសរសេរដោយឆ្អឹងនិងឈាមសត្វអាគមខ្មៅបានសង្កត់ធ្ងន់រហូតដល់ដង្ហើមដកចូលដកចេញមានអារម្មណ៍ក្រាស់បុរសចំណាស់ម្នាក់កំពុងគង់សមាធិនៅចំកណ្ដាលទីវាលសក់វែងសព្រិលស្បែកស្កឹមស្កៃជាប់នឹងឆ្អឹងភ្នែកខ្មៅងងឹតគ្មានពន្លឺមេត្តានៅជុំវិញខ្លួនមានដបទឹកមុនបុរាណឆ្អឹងសត្វនិងតុក្កតាចម្បើងដែលឆ្លាក់យន្តនេះហើយគឺជាគ្រូធ្មប់អាគមខ្មៅដែលបានប្រឆាំងនឹងកម្មវាសនាប្រើប្រាស់វិជ្ជាដើម្បីហៅអរិយនិងសត្វមុនអាគមមកធ្វើជាបរិវារគាត់បានសោយស្ងាត់មុននឹងមានប្រសាសន៍ឡើងព្រះដែលនាគូបានបើកផ្លូវឲ្យក៏មកដល់យើងរងចាំអ្នកយូរហើយព្រះគ្រូភេងបានឈប់និមន្តប្រអប់ព្រះហស្ថយ៉ាងស្ងប់ស្ងាត់វិជ្ជាដែលលោកកំពុងប្រើប្រាស់មិនអាចការពារនរណាម្នាក់បានឡើយក្រៅពីកំពុងដុតបំផ្លាញខ្លួនឯងគ្រូធ្មប់អាគមខ្មៅបានញញឹមត្រជាក់តែធម៌របស់អ្នកមិនអាចជួយមនុស្សគ្រប់រឿងបានទេប៉ុន្តែបណ្ដាសាររបស់យើងធ្វើឲ្យមនុស្សត្រូវតែចុះចូលចុកតែប្រសាសន៍ខ្យល់ព្យុះបានបក់វិលជុំវិញទីវាលសសរឈើបានញាប់ញ័រតុក្កតាចម្បាំងបានក្រោកឈរឡើងភ្នែកបានបញ្ចេញពន្លឺក្រហមសំឡេងធ្ងួចទាបបានបន្លឺឡើងដំណើរគ្នាអរិយនិងវិញ្ញាណដែលមានពាវេរាត្រូវបានហៅឡើងជាង10ប្រភេទនេះគឺជាការបង្ខំវិញ្ញាណមិនមែនជាការហៅតាមហេតុនៃកម្មវាសនាទេព្រះគ្រូភេងបានដាក់បាតចុះគង់នៅសមាធិនៅលើដីមិនបានតាំងអរិយាបថប្រយុទ្ធទេប៉ុន្តែព្រះតីបានមមួនដូចជាថ្មភ្នំគ្រូធ្មប់អាគមខ្មៅបានបន្លឺសាទុការកាន់តែលឿនឈាមបានហូរចេញពីចុងក្រចកតុក្កតាចម្បាំងបានបោលចូលមកសំឡេងស្រែកបានបន្លឺឡើងយ៉ាងខ្លាំងកងរំពងពេញព្រៃព្រះគ្រូភេងបានបន្លឺសំឡេងភាវនាមិនខ្លាំងមិនលឿនប៉ុន្តែគ្រប់ពាក្យសម្ដីធ្ងន់និងមាំមួនកម្មណាមួយដែលអ្នកមិនបានបង្កើតចូលកុំយកមកដាក់លើខ្លួនកម្មណាមួយដែលអ្នកមិនទាន់ដល់ចូលកុំប្រញាប់ពន្លឺកក់ក្ដៅបានផ្សព្វផ្សាយចេញពីផ្ទៃដីជារង្វង់ធំទូលាយអរិយដែលត្រូវបានបង្ខំបានចាប់ផ្ដើមតស៊ូសំឡេងធ្ងួចបានប្រែក្លាយទៅជាសំឡេងសុំឲ្យគេបញ្ចេញគ្រូធ្មប់អាគមខ្មៅបានស្ទុកខងខ្លួនភ្នែកបានបើកធំអ្នកធ្វើអ្វីអាត្មាមិនបានធ្វើអ្វីទេព្រះគ្រូភេងបានមានប្រសង្ឃដីកាយ៉ាងស្ងប់ស្ងាត់អាត្មាគ្រាន់តែប្រគល់កម្មឲ្យម្ចាស់របស់វាវិញរំពេចនោះអាគមខ្មៅដែលគ្រូធ្មប់បានប្រើប្រាស់ដោយបង្ខំបានសាយភីត្រឡប់មកវិញវិញ្ញាណដែលត្រូវបានគេបង្ក្រាបបានបែរក្បាលមកមើលអ្នកគ្រប់គ្រងវិញសសរឈើបានបាក់បែកឮសូរខ្លាំងក្រណាត់សព្រិលបានរហែកបក់បោកទៅគ្រូធ្មប់អាគមខ្មៅបានដួលរលំចុះឈាមបានហូរចេញពីមាត់គាត់បានប្រឹងប្រែងលូនទៅដោយអស់កម្លាំងបើយើងស្លាប់វិញ្ញាណទាំងនេះនឹងคล้ายទៅជាឈួតព្រះគ្រូភេងបានបើកព្រះនេត្រឡើងប្រសិនបើលោកឈប់វិញ្ញាណនឹងស្ងប់ប្រសិនបើលោកនៅតែរឹងរូសវិញ្ញាណនឹងនាំលោកទៅមុនគេគ្រូធ្មប់អាគមខ្មៅបានសង្កត់ភ្នែកទឹកភ្នែកបានហូរចុះគាត់បានលុតជង្គង់ចុះហើយបានបន្លឺពាក្យដកវិជ្ជាដោយសំឡេងញាប់ញ័រអាគមទាំងអស់បានរលាយសាបសូន្យអរិយនិងវិញ្ញាណបានរសាត់បាត់បន្តិចម្ដងព្រមទាំងសំឡេងដកដង្ហើមធំទីវាលព្រៃបានត្រឡប់ទៅកាន់ភាពស្ងៀមស្ងាត់វិញគ្រូធ្មប់អាគមខ្មៅបានដួលរលំចុះអស់កម្លាំងប៉ុន្តែនៅតែមានដង្ហើមព្រះគ្រូភេងបានក្រោកឈរឡើងប្រមូលបាតរួចមានព្រះសង្ឃដីកាទៅមួយប្រយោគមុននឹងនិមន្តចេញទៅវិជាមានបានប៉ុន្តែកុំយកកម្មរបស់អ្នកដទៃមកធ្វើជាភ្លើងឆេះខ្លួនឯងកាលណាព្រះគ្រូភេងបាននិមន្តចេញទៅសំឡេងជ្រៅធ្ងន់មួយបានបន្លឺឡើងពីក្រោមដីអ្នកកាន់ព្រះធម៌ច្រកបន្ទាប់មិនមែនអរិយមិនមែនគ្រូធ្មប់ទេប៉ុន្តែវាគឺជាសត្វសាហាវដែលកើតចេញពីចិត្តមនុស្សស្រមោលខ្មៅធំសម្បើមបានបង្ហាញខ្លួនឆ្ងាយទៅសំឡេងក្រហើមបានបន្លឺឡើងកងរំពងពេញព្រៃការធុដងទួនៅមិនទាន់ដល់ពាក់កណ្ដាលផ្លូវទេហើយការសាកល្បងដែលសាហាវជាងមុនកំពុងរងចាំបន្ទាប់ពីព្រះគ្រូភេងបាននិមន្តចេញពីទីវាលអាគមព្រៃភ្នំសំពៅបានប្រែក្លាយស្ថានភាពម្ដងទៀតលើកនេះមិនមែនជាភាពស្ងៀមស្ងាត់ទេប៉ុន្តែវាគឺជាភាពក្រាស់ដែលសង្កត់ទៅលើដួងចិត្តប្រៀបដូចជាព្រៃទាំងមូលមានជីវិតហើយកំពុងសម្លឹងមើលអ្នកមកលេងគ្រប់ជំហានដើមឈើធំបានផ្អៀងចូលមករកគ្នាមែកឈើបានប្រសពគ្នារហូតស្ទើរតែគ្មានចន្លោះឲ្យពន្លឺចូលផ្លូវដីបានតូចចង្អៀតបន្តិចម្ដងបន្តិចមកស្នាមជើងសត្វធំសម្បើមបានបង្ហាញពេញដីទាំងថ្មីទាំងចាស់លាយឡំគ្នាយ៉ាងច្របូកច្របល់ក្លិនសាហាវឈាមបានបក់បោកមកព្រះគ្រូភេងបានឈប់និមន្តព្រះតីបានដឹងភ្លាមថាអ្វីដែលកំពុងធ្វើចលនានៅខាងមុខមិនមែនអរិយមិនមែនអាគមប៉ុន្តែវាគឺជាអសុរៈដែលកើតចេញពីចិត្តមនុស្សសំឡេងជើងដើរធ្ងន់បានបន្លឺឡើងកងរំពងដីញាប់ញ័រតាមដោយសំឡេងដកដង្ហើមទាបរូបរាងធំសម្បើមបានផុសចេញពីគុម្ពោត
ដងខ្លួនដោយក្របីព្រៃខ្មៅស្រអាប់ប៉ុន្តែឈរដោយជើងពីរដៃវែងខុសសមាមាត្រбрេចក្រហមឆ្អៅពោពេញទៅដោយសេចក្តីក្រោធចង្គមមុតស្រួចប្រឡាក់ដោយឈាមស្រស់វាគឺជាអរិយក្របីសត្វដែលកើតចេញពីសេចក្តីលោភលន់សេចក្តីសងសឹកនិងសេចក្តីភ័យខ្លាចរបស់មនុស្សដែលស្លាប់ទាំងរស់វាបានក្រហមយ៉ាងខ្លាំងរួចក៏បោលចូលមករកព្រះគ្រូភេងដោយមិនស្ទាក់ស្ទើរដីបានប្រេះបែកដើមឈើបានបាក់បែកដួលរលំទៅតាមកម្លាំងបោកទង្គិចព្រះគ្រូភេងមិនបានថយមិនបានរត់មិនបានលើកព្រះហស្ថឡើងការពារព្រះអង្គគ្រាន់តែបានបោះព្រះបាទាមួយជំហានចុះទៅលើដីយ៉ាងមាំមួនតាំងព្រះទ័យឲ្យនឹងណព្រះកាយនៅតែស្ងប់ស្ងាត់ប៉ុន្តែធម្មពលខាងក្នុងបានប្រមូលផ្ដុំគ្នាយ៉ាងតឹងដូចជាថ្មភ្នំអរិយក្របីបានក្រវីដៃយ៉ាងខ្លាំងសំលេងកាត់ខ្យល់បានបន្លឺឡើងនៅក្នុងវិនាទីនោះព្រះគ្រូភេងបានលើកបាតឡើងទទួលក្អេងក្អាងឮសូរខ្លាំងកម្លាំងបោកទង្គិចបានញាប់ញ័រពេញព្រៃខ្យល់បានផ្ទុះឡើងជារង្វង់ធំស្លឹកឈើបានបក់បោកខ្ចាត់ខ្ចាយអរិយក្របីបានឈប់ស្ទុះកងខ្លួនភ្នែកពោពេញទៅដោយសេចក្តីក្រោធវាមិនធ្លាប់ជួបអ្នកណាម្នាក់ដែលអាចទទួលកម្លាំងរបស់វាបានដោយមិនដួលវាបានក្រហមម្ដងទៀតបោលចូលមកបុកម្ដងហើយម្ដងទៀតប្រើប្រាស់ទាំងចង្កូមទាំងដៃទាំងជើងនិងក្បាលបាញ់ប្រហារដោយធម្មពលក្រោធមិនឈប់ឈរព្រះគ្រូភេងបានធ្វើចលនាតែបន្តិចបន្តួចប៉ុណ្ណោះកិច្ចវេះដោយសន្សំកម្លាំងគ្រប់ជំហានគឺមាំមួនគ្រប់ចង្វាក់គឺស្ងប់ស្ងាត់ដូចជាកំពុងអានចលនារបស់អរិយបានទាំងអស់អ្នកធ្ងន់ដោយសារតែទោសៈមិនមែនដោយសារកម្លាំងទេចប់តែប្រសាសន៍ព្រះគ្រូភេងបានបោះព្រះបាទាចុះទៅលើដីធម្មពលបានញាប់ញ័រផ្សព្វផ្សាយអរិយក្របីបានស្ទុកកងខ្លួនរាងកាយបានរឹងតឹងព្រះគ្រូភេងបានលើកព្រះហស្ថស្ដាំចុះមកលើថ្ងាសរបស់អរិយដោយមិនប្រើកម្លាំងសំឡេងភាវនាបានបន្លឺឡើងមាំមើលមិនមែនដើម្បីបណ្ដេញចេញទេប៉ុន្តែដើម្បីសង្កត់ចិត្តក្រោធអរិយក្របីបានស្រែកបន្លឺឡើងសំឡេងបានស្រទន់បន្តិចម្ដងម្ដងរាងកាយបានញាប់ញ័ររូបភាពអតីតកាលបានផុសឡើងនៅជុំវិញខ្លួនវាបុរសម្នាក់ដែលត្រូវបានសេចក្តីភ័យខ្លាចលេបត្របាក់សម្រាប់មនុស្សសម្រាប់សត្វរហូតដល់ចិត្តបែកបាក់ហើយក៏បានคล้ายទៅជាអ្វីដែលវាកំពុងតែជាទឹកភ្នែកពណ៌ខ្មៅបានហូរចេញពីភ្នែកអរិយវាបានដួលចុះលុតជង្គង់នៅចំពោះមុខព្រះគ្រូភេងដង្ហើមបានដាច់ព្រះគ្រូភេងបានដកព្រះហស្ថត្រឡប់មកវិញចូលទៅតាមផ្លូវរបស់អ្នកចុះកុំយកសេចក្តីភ័យខ្លាចរបស់អ្នកដទៃមកធ្វើជាជីវិតរបស់ខ្លួនឯងទៀតឡើយរូបរាងអរិយក្របីបានប្រេះបែកคล้ายទៅជាធូលីដីខ្មៅបក់បោកបាត់ទៅតាមខ្យល់នៅសល់តែព្រៃដែលស្ងាត់ស្ងៀមម្ដងទៀតប៉ុន្តែភាពស្ងៀមស្ងាត់នៅពេលនេះមិនមែនជាសេចក្តីស្ងប់ទេពីចម្ងាយឆ្ងាយសម្លេងស្គរបានបន្លឺឡើងយឺតយឺតទឹកក្លិនផ្សែងភ្លើងបានបក់បោកមកពន្លឺពណ៌ក្រហមបានបង្ហាញពីលើកំពូលឈើមានមនុស្សកំពុងធ្វើពិធីអ្វីមួយហើយគោលដៅនៃពិធីនោះគឺព្រះគ្រូភេងសំឡេងស្គរបានបន្លឺឡើងកាន់តែលឿនខណៈពេលដែលព្រះគ្រូភេងបាននិមន្តកាត់ព្រៃក្រាស់ឆ្ពោះទៅតាមក្លិនផ្សែងក្លិននោះមិនមែនជាក្លិនអស់ធម្មតាទេប៉ុន្តែវាគឺជាក្លិននៃខ្លាញ់សត្វនិងគ្រឿងក្រអូបដែលប្រើប្រាស់ក្នុងពិធីហាមឃាត់ពន្លឺពណ៌ក្រហមស្រអាប់បានឆ្លុះបញ្ចាំងជាស្រមោលញាប់ញ័រពីលើកំពូលឈើដូចជាអណ្ដាតភ្លើងពីដែនដីខ្មោចកាលណានិមន្តដល់ទីវាលធំទូលាយមួយនៅកណ្ដាលព្រៃរូបភាពដែលបានបង្ហាញនៅចំពោះមុខគឺបុរសនិងស្ត្រីប្រហែលជាង10នាក់កំពុងឈរឡោមព័ទ្ធជារង្វង់គ្រប់គ្នាបានលាបមុខដោយម្សៅខ្មៅស្លៀកសម្លៀកបំពាក់ខ្មៅប្រឡាក់ដោយឈាមនៅចំកណ្ដាលគឺជាអាសនៈថ្មដែលមានអក្សរសាស្ត្រាបុរាណឆ្លាក់ទុកហើយមានសត្វត្រូវបានចងជាប់ដើម្បីរង់ចាំការបូជាអ្នកដឹកនាំពិធីគឺបុរសរាងកាយធំភ្នែកក្រឡឺតក្រឡាក្រៀមក្រំដៃកាន់កាំបិតពិធីដែលប្រឡាក់ដោយឈាមស្រស់គាត់បានបែរមកមើលព្រះគ្រូភេងរួចក៏ញញឹមត្រជាក់នាងក៏បានបើកផ្លូវឲ្យព្រះប៉ុន្តែព្រៃនេះនៅស្ថិតក្រោមមុនរបស់យើងភ្លាមគាត់បានយកកាំបិតប្រហារទៅលើអាសនៈថ្មឈាមសត្វបានប្រោះពាសពេញធម្មពលអាគមខ្មៅបានផុសចេញពីរង្វង់ពិធីដូចជារលកបានបោកបក់ដើមឈើជុំវិញទីវាលបានញាប់ញ័រស្លឹកឈើបានជ្រុះចុះស្រមោលខ្មៅបានផុសឡើងពីដីជាអរិយនិងវិញ្ញាណដែលត្រូវបានចងជាប់ដោយមន្តឈាមពួកវាបានបន្លឺសំឡេងស្រែករួចក៏បោលចូលមករកព្រះគ្រូភេងដំណាលគ្នាព្រះគ្រូភេងបានបោះព្រះបាទាចូលទៅកណ្ដាលទីវាលមិនកិច្ចមិនថយព្រះទ័យបាននៅស្ងប់ស្ងាត់ដូចជាផ្ទៃទឹកនៅពេលគ្មានខ្យល់បក់ព្រះហស្ថស្ដាំបានលើកបាតឡើងព្រះហស្ថឆ្វេងបានតាំងនៅមាំមួនរលកធម្មពលស្ងប់ស្ងាត់បានផ្សព្វផ្សាយចេញពីព្រះកាយប៉ះទង្គិចជាមួយរលកអាគមខ្មៅបានបង្កើតសំឡេងផ្ទុះទៀបនៅក្នុងអាកាសអរិយខ្លះបានរលាយបាត់ភ្លាមប៉ុន្តែខ្លះទៀតនៅតែបោលចូលមកដោយសេចក្តីក្រោធសមាជិករង្វង់ពិធីទាំងអស់បានស្រែកបញ្ជាការ
មុនអាគមបានហូរចេញពីមាត់មិនឈប់ឈរវិញ្ញាណត្រូវបានបង្ខំឲ្យឡោមព័ទ្ធនិងស៊ីធម្មពលចិត្តរបស់ព្រះគ្រូភេងព្រះគ្រូភេងបានសង្កត់ព្រះនេត្រយ៉ាងតឹងសម្លេងភាវនាបានបន្លឺឡើងកាន់តែធ្ងន់កាន់តែមាំមួនធម្មពលពីព្រះតីដែលមិនប្រកាន់បានផ្សព្វផ្សាយជារង្វង់ធំធ្វើឲ្យវិញ្ញាណទាំងអស់ត្រូវតែស្ទុកអងខ្លួនប៉ុន្តែអ្នកដឹកនាំពិធីមិនឈប់ទេគាត់បានយកកំបិតកាត់ឈាមពីដៃខ្លួនឯងប្រោះចុះទៅលើអក្សរសាស្ត្រានៅលើអាសនៈឈាមនោះបានបញ្ចេញពន្លឺក្រហមខ្លាំងធម្មពលអាគមទាំងអស់បានកាន់តែខ្លាំងឡើងយើងនឹងយកវិញ្ញាណរបស់អ្នកធ្វើជាគ្រឿងក្រអូបនៅក្នុងវិនាទីនោះស្រមោលខ្មៅធំសម្បើមបានប្រមូលផ្ដុំគ្នានៅពីលើអាសនៈថ្មคล้ายទៅជាអសុរអាគមដែលកើតចេញពីឈាមនិងបណ្ដាសាវាបានក្រហមយ៉ាងខ្លាំងរួចក៏បោលចូលមករកព្រះគ្រូភេងដោយកម្លាំងដែលអាចបំផ្លាញអ្វីៗគ្រប់យ៉ាងព្រះគ្រូភេងបានបើកព្រះនេត្រឡើងភ្នែកបានស្ងប់ស្ងាត់ប៉ុន្តែពោពេញទៅដោយធម្មពលរបស់ដែលមិនមែនរបស់អ្នកកុំយកទៅដាក់លើខ្លួនព្រះអង្គបានបោះព្រះបាទទាទៅមុខបោះចុះទៅលើដីធម្មពលបានញាប់ញ័រផ្សព្វផ្សាយជារលកអសុរអាគមបានស្ទុកកងខ្លួនរាងកាយបានញាប់ញ័រព្រះគ្រូភេងបានលើកបាតឡើងហើយបោះចុះទៅកណ្ដាលអាកាសក្អេងក្អាងកម្លាំងប៉ះទង្គិចពីព្រះតីដែលតាំងនៅមាំមួនបានផ្ទុះឡើងជារង្វង់ធំអសុរអាគមបានប្រេះបែកคล้ายទៅជាផ្សែងក្រហមសមាជិករង្វង់ពិធីជាច្រើនបានបោកបក់ទៅក្រោយដួលរលំឈាមបានហូរចេញពីមាត់រង្វង់ពិធីបានបែកខ្ចាត់ខ្ចាយអាសនៈថ្មបានប្រេះបែកអក្សរសាស្ត្រាមិនអាចប្រើប្រាស់បានទៀតទេវិញ្ញាណដែលត្រូវបានគេចងជាប់បានបន្លឺសំឡេងមុននឹងបានរួចផុតហើយរលាយបាត់ទៅអ្នកដឹកនាំពិធីបានដួលរលំចុះលុតជង្គង់រាងកាយបានញាប់ញ័រដោយសេចក្តីភ័យខ្លាចព្រះគ្រូភេងបានគង់នៅចំកណ្ដាលសំណល់ពិធីភ្លើងផ្សែងបានអណ្ដែតឡើងបន្តិចម្ដងបុធោព្រះអង្គបានមានព្រះសង្ឃដីកាតែមួយប្រយោគព្រៃមិនមែនជារបស់អ្នកទៀតទេវិញ្ញាណក៏មិនមែនជាទាសកររបស់នរណាដែរខ្យល់ត្រជាក់បានបក់បោកឆ្លងកាត់ទីវាលពិធីពន្លឺបានរលត់បាត់នៅសល់តែភាពស្ងៀមស្ងាត់ប៉ុន្តែនៅក្នុងភាពស្ងៀមស្ងាត់នោះសំឡេងមួយបានបន្លឺឡើងពីទិសខាងជើងជ្រៅធ្ងន់និងមិនមែនរបស់មនុស្សអ្នកកាន់ព្រះធម៌ផ្លូវបន្ទាប់របស់អ្នកនឹងនាំអ្នកចូលទៅក្នុងដែនដីនៃស្ដេចនៃសត្វមន្តអាគមស្រមោលធំសម្បើមបានបង្ហាញនៅលើមេឃពីកកំពូលឈើភ្នែកបានបញ្ចេញពន្លឺនៅក្នុងភាពងងឹតសមរភូមិដែលធំជាងមុនកំពុងរងចាំបន្ទាប់ពីរង្វង់ពិធីឈាមបានរលត់រលាយព្រៃភ្នំសំពៅទាំងមូលបានដូចជាត្រូវបានទាញចូលទៅក្នុងភាពស្ងៀមស្ងាត់ដែលខុសពីធម្មជាតិគ្មានសំឡេងសត្វស្លាបគ្មានសំឡេងសត្វល្អិតសូម្បីតែខ្យល់ក៏បានឈប់បក់បោកដើមឈើបានឈរនៅស្ងៀមដូចជាកំពុងស្ដាប់អ្វីមួយពីក្រោមឫសព្រះគ្រូភេងបាននិមន្តបន្តទៅតាមផ្លូវដែលងងឹតនិងមានសំណើមដង្ហើមបានទៀងទាត់ប៉ុន្តែព្រះតីបានដឹងដល់សម្ពាធដ៏ធំធេងដែលកំពុងផ្សព្វផ្សាយពីខាងមុខប្រៀបដូចជាមានភ្នំមួយដុំកំពុងធ្វើចលនានៅក្នុងភាពងងឹតដីបានចាប់ផ្ដើមញ័ររង្គើយឺតមិនមែនជាការរញ្ជួយដីទេប៉ុន្តែវាគឺជាសម្លេងបេះដូងនៃអ្វីមួយកាលណាព្រះគ្រូភេងបាននិមន្តដល់ជ្រលងភ្នំជ្រៅមួយនៅកណ្ដាលព្រៃជញ្ជាំងថ្មខ្ពស់ចោតបានឡោមព័ទ្ធជុំវិញជារង្វង់ធំនៅចំកណ្ដាលជ្រលងមានគំនរឆ្អឹងសត្វជុំគ្នាជាភ្នំក្លិនឈាមឆ្អាបបានកប់យ៉ាងជ្រៅនៅក្នុងដីអស់រយៈពេលជាច្រើនឆ្នាំហើយនៅទីនោះវាកំពុងឈររូបរាងធំសម្បើមខ្ពស់ដោយដើមឈើថែនដើម10ដើមជុំគ្នាដងខ្លួនដូចជាខ្លាលាយជាមួយក្របីមានចិញ្ចៀនថ្មគ្របពេញរាងកាយនៃក្រហមភ្លឺដូចជាធ្យូងភ្លើងចង្គមវែងកោងចុះរហូតដល់ប៉ះដីគ្រប់ដង្ហើមដកចេញបានផ្លុំផ្សែងខ្មៅនេះហើយគឺជាស្ដេចសត្វមន្តអាគមអ្វីដែលគ្រូធ្មប់ទាំងឡាយតែងតែគោរពបូជាហើយប្រើប្រាស់ជាប្រភពកម្លាំងនៃវិជាអាគមខ្មៅនៅក្នុងព្រៃនេះវាបានងក់ក្បាលចុះសម្លឹងមើលព្រះគ្រូភេងដោយក្រសែភ្នែកដែលមិនមែនរបស់សត្វទេប៉ុន្តែវាគឺជាបញ្ញាដែលត្រូវបានសេចក្តីលោភលន់លេបត្របាក់សម្លេងរបស់វាបានបន្លឺឡើងកងរំពងពេញជ្រលងភ្នំអ្នកបានបំផ្លាញរបស់យើងច្រើនពេកហើយថ្ងៃនេះអ្នកនឹងមិនចេញពីព្រៃនេះទេដីបានប្រេះបែកធម្មពលអាគមខ្មៅបានហូរចេញពីរូបកាយរបស់វាជារលកកំពូលបានសង្កត់ចុះរហូតដល់ដើមឈើជុំវិញជ្រលងបានផ្អៀងដួលព្រះគ្រូភេងបានគង់នៅស្ងៀមព្រះហស្ថបានប្រអប់គ្នានៅចំពោះព្រះកាយភ្នែកបានស្ងប់ស្ងាត់អ្នកមិនមែនជាស្ដេចទេព្រះគ្រូភេងបានមានព្រះសង្ឃដីកាយឺតអ្នកគ្រាន់តែជាអ្នកកាន់សេចក្តីប្រាថ្នារបស់អ្នកដទៃស្ដេចសត្វមន្តអាគមបានក្រហមយ៉ាងខ្លាំងសម្លេងនោះបានហែកអាកាសវាបានលូតឡើងរួចបោលចូលមកដោយកម្លាំងដែលអាចកំទេចចោលថ្មភ្នំដីបានលិចចុះคล้ายទៅជារណ្ដៅធំមួយព្រះគ្រូភេងបានបោះជំហាន9ជំហានធម្មពលពីព្រះតីដែលតាំងនៅមាំមួនបានផុសឡើងពីព្រះបាទាផ្សព្វផ្សាយជាគ្រឿងការពារទន់ជុំវិញព្រះកាយការប៉ះទង្គិចបានកើតឡើងភ្លាមក្រញាំយៈបានបោកបក់មកសម្លេងប៉ះទង្គិចបានបន្លឺឡើងដូចជាផ្គរលាន់ព្រះគ្រូភេងបានត្រូវកម្លាំងរុញច្រានថយក្រោយជាច្រើនជំហានប៉ុន្តែនៅតែអាចគង់នៅបានវាមិនឈប់ទេបានប្រើប្រាស់ទាំងកន្ទុយទាំងដៃទាំងជើងទាំងចង្គមបោកបក់មកឥតឈប់ឈរ
ដើមឈើជុំវិញច្រឡងបានដួលរលំរាយបាយថ្មបានប្រេះបែកព្រះគ្រូភេងបានលើកបាតឡើងទទួលកម្លាំងម្ដងទៀតក្អេងក្អាងសំឡេងលោហៈប៉ះនឹងជញ្ជីងថ្មបានបន្លឺឡើងកងរំពងធម្មពលអាគមខ្មៅបានប៉ះទង្គិចជាមួយធម្មពលចិត្តស្ងប់បានបង្កើតរលកញាប់ញ័រធ្វើឲ្យច្រឡងភ្នំទាំងមូលរង្គើស្ដេចសត្វមុនអាគមបានងើបបុកឡើងក្រហមដោយអស់កម្លាំងធម្មពលងងឹតពីក្រោមដីបានផុសឡើងព័ទ្ធជុំវិញរូបកាយវាคล้ายទៅជាស្រមោលអរិយជាង10ប្រភេទពួកវាបានបោលចូលមកឡោមព័ទ្ធព្រះគ្រូភេងដំណើរគ្នាលើកនេះមិនមែនជាការបោលមកពីទិសតែមួយទេប៉ុន្តែវាគឺជាការឡោមព័ទ្ធពីគ្រប់ទិសទីព្រះគ្រូភេងបានសង្កត់ព្រះនេត្រយ៉ាងតឹងព្រះតីបានចូលទៅកាន់សេចក្តីស្ងប់ជ្រៅបំផុតសំឡេងភាវនាបានបន្លឺឡើងនៅក្នុងព្រះហឫទ័យព្រះកាយនៅតែគង់នៅចំកណ្ដាលជ្រលងភ្នំដែលកំពុងញាប់ញ័រនៅក្នុងវិនាទីនោះឯងដីក្រោមព្រះបាទទារបស់ព្រះគ្រូភេងបានបញ្ចេញពន្លឺពណ៌បៃតងមាសសំឡេងលូនវាដ៏វែងមួយបានបន្លឺឡើងពីក្រោមថ្មធម្មពលត្រជាក់ជ្រៅនិងចាស់បុរាណបានផ្សព្វផ្សាយអ្នកថែរក្សារូងថ្មវេទមន្តកំពុងធ្វើចលនាដីក្រោមព្រះបាទទារបស់ព្រះគ្រូភេងបានញាប់ញ័រប្រៀបដូចជាមានទន្លេជះកំពុងហូរនៅក្រោមពិភពលោកពន្លឺពណ៌បៃតងមាសបានផ្សព្វផ្សាយចេញពីស្នាមព្រះនៅក្នុងថ្មក្លិនដីសើមលាយឡំនឹងក្លិនទឹកបុរាណបានអណ្ដែតឡើងពេញជ្រលងភ្នំសំឡេងលូនវារទៀបវែងបានបន្លឺឡើងមិនមែនជាសំឡេងរបស់សត្វទេប៉ុន្តែវាគឺជាសំឡេងរបស់អ្នកថែរក្សាពិភពលោកជញ្ជីងនេះពណ៌បៃតងស្រស់បានផុសចេញពីថ្មបន្តិចម្ដងខ្លួនវែងធំបានក្រវីជុំវិញជញ្ជាំងជ្រលងភ្នែកពណ៌មាសបានបញ្ចេញពន្លឺជ្រៅស្ងប់ស្ងាត់ប៉ុន្តែពោពេញទៅដោយឫទ្ធិអំណាចនាគអ្នកថែរក្សារោងថ្មវេទមន្តបានយាងឡើងមកកាន់ពិភពមនុស្សស្ដេចសត្វមុនអាគមបានក្រហមយ៉ាងខ្លាំងធម្មពលងងឹតបានផុសចេញពីរូបកាយវាបានបោលចូលមករកនាគដោយមិនស្ទាក់ស្ទើរស្រមោលអរិយជាង10ប្រភេទបានដើរតាមពីក្រោយយ៉ាងជិតនាគបានធ្វើចលនាតែបន្តិចបន្តួចប៉ុណ្ណោះប៉ុន្តែកម្លាំងញាប់ញ័របានធ្វើឲ្យដីច្រឡងប្រេះបែកចេញជាផ្លូវវែងកន្ទុយនាគបានបោកបក់ទៅលើស្រមោលអរិយស្រមោលងងឹតបានរលាយបាត់ទៅជាផ្សែងភ្លាមដោយគ្មានសល់សូម្បីតែសំឡេងស្រែកស្ដេចសត្វមុនអាគមបានលោតឡើងក្រញាំថ្មបានបោកបក់ចុះមកលើជញ្ជីងនាគបានបង្កើតផ្កាភ្លើងប្រេះឆាប៉ុន្តែជញ្ជីងនាគមិនមានសូម្បីតែស្នាមប្រេះអ្នកបានបំពេញច្បាប់របស់អ្នកថែរក្សាសំឡេងនាគបានបន្លឺឡើងយ៉ាងខ្លាំងអ្នកទទួលអំណាចពីសេចក្តីលោភលន់របស់មនុស្សថ្ងៃនេះត្រូវតែប្រគល់មកវិញវាបានបើកមាត់ធំបញ្ចេញធម្មពលពណ៌បៃតងមាសបោកបក់ទៅលើរូបកាយរបស់ស្ដេចសត្វមន្តអាគមយ៉ាងខ្លាំងរូបរាងធំសម្បើមបានបោកបក់ទៅក្រោយបានបុកទម្លុះជញ្ជាំងថ្មរហូតដល់ប្រេះបែកជាបំណែកស្ដេចសត្វមន្តអាគមមិនព្រមចុះចាញ់ទេវាបានក្រោកឈរឡើងឈាមខ្មៅបានហូរចេញពីស្នាមប្រេះវាបានក្រហមហៅធម្មពលពីក្រោមដីអាគមទាំងអស់នៅក្នុងព្រៃភ្នំសំពៅបានបោលចូលមករកវាដូចជាទន្លេខ្មៅព្រះគ្រូភេងបានគង់នៅចំកណ្ដាលកម្លាំងញាប់ញ័រនោះភ្នែកបានស្ងប់ស្ងាត់ព្រះអង្គបានលើកប្រហោះប្រអប់ឡើងគ្រប់គ្រាន់ហើយកម្មនេះធ្ងន់លើសពីព្រៃនិងទ្រាំទទួលបានព្រះតីរបស់ព្រះគ្រូភេងបានផ្សព្វផ្សាយធម្មពលស្ងប់ស្ងាត់ដាក់ពីលើធម្មពលរបស់នាគសំឡេងមួយពីលើមេឃនិងពីក្នុងដីបានបញ្ចូលគ្នាទៅជាតែមួយស្ដេចសត្វមន្តអាគមបានស្រែកយ៉ាងវេទនារូបកាយបានចាប់ផ្ដើមប្រេះបែកអនុស្សាវរីយ៍នៃមនុស្សដែលវាធ្លាប់ជាងបានផុសឡើងយំស្រែកនិងពោពេញទៅដោយសេចក្តីភ័យខ្លាចនាគក៏បានលូនចូលមកជិតអ្នកមិនមែនជាសត្វទេអ្នកគឺជាមនុស្សដែលបានវង្វេងកន្ទុយនាគបានបោកបក់មកលើកចុងក្រោយទុយឬសូរខ្លាំងរូបរាងស្ដេចសត្វមន្តអាគមបានប្រេះបែកคล้ายទៅជាធូលីដីខ្មៅធម្មពលងឹតទាំងអស់បានរលាយសាបសូន្យបាត់បង់ពីជ្រលងភ្នំដងខ្លួននាគបានរសាត់បាត់បន្តិចម្ដងចុះទៅក្នុងដីពន្លឺពណ៌បៃតងមាសបានរលត់បាត់ជ្រលងភ្នំបានត្រឡប់ទៅកាន់សេចក្តីស្ងប់ស្ងាត់ព្រះគ្រូភេងបានគង់នៅតែម្នាក់ឯងម្ដងទៀតប៉ុន្តែនៅក្នុងភាពស្ងៀមស្ងាត់នោះមានអ្វីមួយកំពុងរងចាំនៅខាងមុខបន្ទាប់ពីនាគបានត្រឡប់ទៅកាន់ដីវិញព្រៃភ្នំសំពៅបានស្ងប់ស្ងាត់យ៉ាងចម្លែកភាពស្ងប់ស្ងាត់នៅពេលនេះមិនមែនជាភាពទទេទេប៉ុន្តែវាគឺជាភាពនៅស្ងៀមដែលលាក់កំបាំងកម្លាំងញ័ររង្គើអ្វីមួយនៅក្រោមដីព្រះគ្រូភេងបាននិមន្តទៅមុខទៀតរហូតដល់ច្រាំងថ្មខ្ពស់ចោតមួយផ្ទៃថ្មនោះរលោងខុសពីធម្មជាតិមានអក្សរសាស្ត្រាព្រិលឆ្លាក់ទុកកាលណាព្រះអង្គបាននិមន្តចូលទៅជិតជញ្ជាំងថ្មបានបំបែកខ្លួនចេញបង្ហាញចិត្តដើរថ្មដែលនាំចុះទៅកាន់ភាពងងឹតខាងក្រោមក្លិនលោហៈលាយឡំនឹងក្លិនដីមានសំណើមបានបក់បោកចេញមកនេះមិនមែនជារូងធម្មតាទេប៉ុន្តែវាគឺជាផ្លូវទៅកាន់ក្រុងបុរាណក្រោមដីកាលណាព្រះគ្រូភេងបាននិមន្តចុះទៅពន្លឺស្អាប់ពីដៃកាយវិជានិងគ្រីស្តាល់ដែលកប់នៅតាមជញ្ជាំងបានបំភ្លឺឡើងបន្តិចម្ដងក្រុងថ្មបុរាណបានបង្ហាញខ្លួននៅចំពោះមុខអគារឆ្លាក់ពីថ្មលាយឡំជាមួយលោហៈអាចកំបាំងមនុស្សក្នុងសម្លៀកបំពាក់ពណ៌ប្រផេះបានដើរទៅមកយ៉ាងស្ងៀមស្ងាត់ភ្នែករបស់ពួកគេពោពេញទៅដោយការប្រុងប្រយ័ត្ន
នេះគឺជាសហគមន៍នៃអ្នកកាន់ដៃកាយវិជាក្រុមមនុស្សដែលបានរកឃើញធាតុវិជាហើយប្រើប្រាស់វាដើម្បីបង្កើនអាយុជីវិតបង្កើនកម្លាំងនិងបង្កើតអាវុធវិសេសវិសាលបុរសម្នាក់បានបោះជំហានចេញពីហ្វូងមនុស្សគាត់កាន់លំពែងដែលចុងរបស់វាបានបញ្ចុះដៃកាយវិជាបញ្ចេញពន្លឺភ្នែកមុតស្រួចដូចជាស្ទាំងព្រះដែលបានឆ្លងកាត់នាគអ្នកគឺជាគ្រោះថ្នាក់ចំពោះក្រុងនេះព្រះគ្រូភេងបានសម្លឹងមើលជុំវិញបានឃើញស្នាមនៃការប្រឆាំងនឹងធម្មជាតិដៃកាយវិជាត្រូវបានបញ្ចុះទៅក្នុងរូបកាយមនុស្សខ្លះអ្នកខ្លះមានដៃធ្វើពីលោហៈអ្នកខ្លះមានភ្នែកបញ្ចេញពន្លឺប៉ុន្តែមុខពោពេញទៅដោយសេចក្តីទុក្ខពួកអ្នកមិនមែនជាអ្នកគ្រប់គ្រងទេសចរទេព្រះគ្រូភេងបានមានព្រះសង្ឃដីកាពួកអ្នកគឺជាអ្នកដែលត្រូវទេសចរត្រួតត្រាមេក្រុងបានលើកលំពែងឡើងជាសញ្ញាធ្វើឲ្យអ្នកកាន់ដៃកាយវិជារាប់សិបអ្នកបានលើកអាវុធលោហៈបញ្ចេញពន្លឺล้อมព័ទ្ធព្រះគ្រូភេងប្រសិនបើមិនព្រមចាក់ចេញទេយើងនឹងប្រើប្រាស់ធម្មពលនេះដើម្បីកម្ចាត់អ្នកពុតគ្រូភេងមិនបានថយមិនបានលើកព្រះហស្ថឡើងការពារទេប៉ុន្តែព្រះអង្គបានបោះព្រះបាទទាទៅមុខតែមួយជំហានប៉ុណ្ណោះទេសកលមិនខុសទេអ្នកប្រើប្រាស់ផ្សេងដែលវង្វេងរុំពេជ្រនោះដៃកាយវិជានៅក្នុងលំពែងរបស់មេក្រុងបានញាប់ញ័រពន្លឺបានប្រែប្រួលដូចជាកំពុងដឹងដល់ចិត្តដែលមិនលោភលន់សំឡេងមួយបានបន្លឺឡើងពីជញ្ជាំងក្រុងជ្រៅត្រជាក់និងចាស់បុរាណគ្រប់គ្រាន់ហើយថ្មបានប្រេះបែកនៅពីក្រោយបង្ហាញស្រមោលធំសម្បើមដែលបង្កើតឡើងពីដៃកាយវិជាចំនួនរាប់មិនអស់អ្នកថែរក្សាដៃកាយវិជាអ្វីដែលត្រូវបានបង្កើតឡើងដើម្បីគ្រប់គ្រងមនុស្សដែលប្រើប្រាស់ធាតុលើសពីដែនកំណត់វាបានបែកក្បាលសម្លឹងមើលព្រះគ្រូភេងហើយសមរភូមិថ្មីកំពុងចាប់ផ្ដើមសំឡេងលោហៈកកិតនឹងថ្មបានបន្លឺឡើងកងរំពងពេញក្រុងបុរាណក្រោមដីកាលណារូបរាងធំសម្បើមរបស់អ្នកថែរក្សាដៃកាយវិជាបានបោះជំហានចេញពីជញ្ជាំងខ្លួនរបស់វាខ្ពស់លើសពីអគារ3ជាន់សមាសភាគរបស់វាគឺបង្កើតឡើងពីបំណែកដៃកាយវិជារាប់ពាន់ដុំដែលតភ្ជាប់គ្នាដូចជាជីវិតភ្នែកទាំងពីរគឺជាស្នូលធម្មពលពណ៌ខៀវត្រជាក់ប្រជាជនក្នុងក្រុងបុរាណក្រោមដីបានដកថយផុតអ្នកខ្លះបានក្រាបចុះអ្នកខ្លះបានលាក់ខ្លួននៅពីក្រោយសសរថ្មពីព្រោះពួកគេដឹងច្បាស់ថាអ្វីនេះមិនមែនត្រូវបានបង្កើតឡើងដើម្បីការពារទេប៉ុន្តែវាត្រូវបានបង្កើតឡើងដើម្បីគ្រប់គ្រងគ្រប់ជីវិតដែលបានប៉ះពាល់ដៃកាយវិជាមេក្រុងកាន់លំពែងបានដកថយមួយជំហានមុខស្លេកស្លាំងវាភ្ញាក់ឡើងហើយអ្នកថែរក្សាដៃកាយវិជាបានបង្វិលក្បាលយឺតសម្លឹងមើលមនុស្សគ្រប់គ្នាដោយក្រសែភ្នែកគ្មានអារម្មណ៍បន្ទាប់មកបានឈប់នៅព្រះគ្រូភេងរកឃើញចិត្តដែលមិនត្រូវគ្នាជាមួយការកាន់កាប់ធាតុគោលដៅកំចាត់ចោលសម្លេងរបស់វាបានបន្លឺឡើងស្រអាប់ជ្រៅដូចជាលោហៈកកិតគ្នាដោយមិនចាំបង្គាប់ដៃលោហៈធំសម្បើមបានលើកឡើងស្នូលធម្មពលបានបញ្ចេញពន្លឺធម្មពលបានប្រមូលផ្ដុំគ្នាយ៉ាងតឹងបញ្ចេញជាពន្លឺពណ៌ខៀវបោកបក់ទៅលើព្រះគ្រូភេងដីថ្មបានផ្ទុះឡើងជាបំណែកតូចអគារក្បែរខាងបានដួលរលំព្រះគ្រូភេងបានលោតគេចបន្តិចចៃវរបានបក់បោកប៉ុន្តែព្រះកាយនៅតែមាំមួនព្រះអង្គបានចុះមកលើដីវិញដោយស្ងប់ស្ងាត់ទោះបីជាធម្មពលបំផ្លាញបានផ្ទុះឡើងនៅជុំវិញក៏ដោយអ្វីដែលអ្នកជាមិនមែនជាជីវិតទេប៉ុន្តែអ្នកត្រូវបានបង្កើតឡើងពីសេចក្តីភ័យខ្លាចរបស់មនុស្សអ្នកថែរក្សាបានបោះជំហានចូលមកម្ដងទៀតគ្រប់ជំហានបានធ្វើឲ្យដីក្រុងបុរាណក្រោមដីរង្គើវាបានលើកកណ្ដាប់ដៃលោហៈបោកបក់ចុះពីលើចុះមកព្រះគ្រូភេងបានលើកបាតឡើងទទួលក្អេងក្អាងកម្លាំងប៉ះទង្គិចបានញាប់ញ័ររហូតដល់ខ្យល់បានផ្ទុះឡើងជារង្វង់មនុស្សនៅក្នុងក្រុងបុរាណក្រោមដីត្រូវបានបក់បោកទៅដួលជញ្ជាំងថ្មបានប្រេះបែកអ្នកថែរក្សាបានស្ទប់កខ្លួនមួយស្របក់វាមិននឹកស្មានថាមនុស្សម្នាក់អាចទទួលកម្លាំងរបស់វាបានការតទល់ត្រូវបានកត់ត្រាកែសម្រួលកម្រិតធម្មពលជញ្ជីងដៃកាយវិជានៅលើរូបកាយរបស់វាបានប្រែคล้ายពណ៌ទៅជាក្រហមចាស់ធម្មពលអាគមលោហៈបានផុសឡើងជុំវិញខ្លួនคล้ายទៅជាដាវធម្មពល10ដើមអណ្ដែតវិលនៅក្នុងអាកាសមុននឹងបោលចូលមករកព្រះគ្រូភេងដំណាលគ្នាព្រះគ្រូភេងបានសង្កត់ព្រះនេត្រចុះព្រះតីបានស្ងប់ដូចជាផ្ទៃទឹកសម្លេងភាវនាបានបន្លឺឡើងពីព្រះហឫទ័យដាវធម្មពលខ្លះបានរលាយបាត់ប៉ុន្តែខ្លះទៀតនៅតែកាត់ចូលមកចិត្តចៃវរត្រូវបានកាត់រហែកប៉ុន្តែព្រះកាយជាតិមិនមានស្នាមរបួសព្រះគ្រូភេងបានបោះជំហានចូលទៅចិត្តអ្នកថែរក្សាទោះបីជាធម្មពលបានបោកបក់មកយ៉ាងខ្លាំងក៏ដោយព្រះអង្គនៅតែនិមន្តត្រង់ចូលទៅរហូតដល់ឈរនៅក្រោមស្រមោលធំសម្បើមរបស់វា
អ្នកមិនចាំបាច់តទល់ទេអ្នកគ្រាន់តែត្រូវឈប់ប្រកាន់ព្រះអង្គបានដាក់ព្រះហស្ថទៅលើទ្រូងលោហៈរបស់អ្នកថែរក្សាប្រតិស្ងប់ជ្រាលជ្រៅបំផុតបានផ្សព្វផ្សាយចូលទៅប៉ះពាល់ដល់ស្នូលធម្មពលរូបភាពនៃសេចក្តីភ័យខ្លាចរបស់មនុស្សការចង់បានអំណាចការភ័យខ្លាចស្លាប់បានហូរចេញមកអ្នកថែរក្សាបានញាប់ញ័រស្នូលធម្មពលបានភ្លឺឡើងភ្លឹកភ្លាំងមិនថិតស្ថេរបង្គាប់ផ្ទុយគ្នាសំឡេងរបស់វាបានប្រែប្រួលមេក្រុងបានស្រែកឡើងកំប៉ះវាប្រសិនបើវាបែកក្រុងនេះនឹងដួលរលំព្រះគ្រូភេងមិនបានដកព្រះហស្ថចេញទេអ្វីដែលតាំងនៅលើសេចក្តីភ័យខ្លាចគួរតែបាក់បែកហើយធម្មពលស្ងប់ស្ងាត់ពីប្រតិយរបស់ព្រះគ្រូភេងបានហូរចូលទៅក្នុងស្នូលដៃកាយវិជាពន្លឺពណ៌ខៀវបានប្រែក្លាយទៅជាពន្លឺពណ៌មាសទន់អំពើហិង្សារបស់អ្នកថែរក្សាបានថយចុះបន្តិចម្ដងបន្តិចប៉ុន្តែនៅក្នុងពេលនោះឯងពីជម្រៅនៃក្រុងបុរាណក្រោមដីធម្មពលអ្វីមួយដែលខ្មៅនិងក្រាស់ជាងនោះកំពុងភ្ញាក់ឡើងមានមនុស្សម្នាក់បានប្រើប្រាស់ដៃកាយវិជាយូរពេកលើសពីមនុស្សហើយគាត់មិនចង់ឲ្យអ្វីទាំងអស់ឈប់កម្លាំងញ័ររង្គើពីស្នូលធម្មពលរបស់អ្នកថែរក្សានៅមិនទាន់ស្ងប់សម្លេងជើងដើរយឺតបានបន្លឺឡើងពីជម្រៅនៃក្រុងបុរាណក្រោមដីសម្លេងនោះមិនលឿនមិនធ្ងន់ប៉ុន្តែគ្រប់ជំហានបានធ្វើឲ្យដៃកាយវិជានៅទូទាំងក្រុងញាប់ញ័រដូចជាកំពុងក្រាបថ្វាយបង្គំម្ចាស់រូបរាងមួយបានដើរចេញពីស្រមោលបុរសចំណាស់សក់វែងពណ៌ប្រាក់នៅលើស្បែកមានបន្ទះដៃកាយវិជាឆ្លាក់ជាអក្សរសាស្ត្រាពេញរាងកាយភ្នែកបានបញ្ចេញពន្លឺពណ៌មាសចាស់មិនមែនជាពន្លឺរបស់មនុស្សទេប៉ុន្តែវាគឺជាពន្លឺនៃធាតុវិជាគាត់គឺជាម្ចាស់ទឹកដីដៃកាយវិជាសំឡេងរបស់គាត់បានបន្លឺឡើងស្រទន់ប៉ុន្តែលាក់កំបាំងដោយអំណាចអ្នកកំពុងបំផ្លាញអ្វីដែលយើងបានកសាងពេញមួយជីវិតព្រះគ្រូភេងបានបែរមកសម្លឹងមើលដោយស្ងប់ស្ងាត់អ្វីដែលតាំងនៅលើការប្រឆាំងនឹងធម្មជាតិមិនអាចថិតថេរបានយូរទេម្ចាស់ទឹកដីបានញញឹមបន្តិចព្រះធម៌របស់អ្នកនិយាយពីសេចក្តីទទេប៉ុន្តែមនុស្សត្រូវការធម្មពលត្រូវការអាយុជីវិតវែងត្រូវការអ្វីដែលខ្លួនចង់បានគាត់បានលើកដៃឡើងដៃកាយវិជានៅទូទាំងក្រុងបានអណ្ដែតឡើងពីជញ្ជាំងពីដីពីក្នុងរូបកាយមនុស្សប្រមូលផ្ដុំគ្នាคล้ายទៅជាគ្រឿងការពារនិងអាវុធនៅជុំវិញខ្លួនគាត់ហើយយើងគឺជាអ្នកគ្រប់គ្រងវាអ្នកថែរក្សាដៃកាយវិជាដែលកំពុងញាប់ញ័រក៏បានឈប់ភ្លាមស្នូលធម្មពលបានបញ្ចេញពន្លឺត្រឡប់មកវិញវាបានបែរក្បាលមកមើលព្រះគ្រូភេងដោយភ្នែកត្រជាក់បង្គាប់ថ្មីត្រូវបានបញ្ជូនសំឡេងរបស់វាបានបន្លឺឡើងកុំចាត់ចោលម្ចាស់ទឹកដីបានចង្អុលម្រាមដៃកុំចាត់ចោលអ្នកថែរក្សាបានបន្លឺសំឡេងទាបលើកកណ្ដាប់ដៃលោហៈបោកបក់ចុះមកម្ដងទៀតព្រះគ្រូភេងត្រូវតែដកព្រះហស្ថចេញពីស្នូលធម្មពលលុតកិច្ចកម្លាំងបោកបក់បានធ្វើឲ្យអាសនៈថ្មប្រេះបែកខ្ទេចខ្ទាំអ្នកប្រើប្រាស់ទាសករធ្វើជាច្រវាក់ចងជីវិតព្រះគ្រូភេងបានមានព្រះសង្ឃដីកាប៉ុន្តែទាសករមិនមែនជារបស់នរណាទេម្ចាស់ទឹកដីបានសោយបន្តិចប្រសិនបើមិនមែនរបស់នរណាទេហេតុអ្វីវាស្ដាប់បង្គាប់យើងគាត់បានក្តាប់ដៃយ៉ាងតឹងដៃកាយវិជានៅជុំវិញខ្លួនបានបង្រួមអាកាសคล้ายទៅជាលំពេងធម្មពលជាង10បាញ់ចេញមករកព្រះគ្រូភេងលើកនេះមិនមែនគ្រាន់តែធម្មពលបំផ្លាញទេប៉ុន្តែវាគឺជាធម្មពលដែលបំភ្លៃកម្មលំពេងនីមួយៗបានបោលតាមចិត្តគោលដៅមិនថាកិច្ចទៅទិសណាវាក៏នឹងដេញតាមទៅព្រះគ្រូភេងបានគង់នៅទទួលភ្នែកស្ងប់ស្ងាត់កម្មដែលមិនប្រកាន់ប្រកាសជាគ្មានកន្លែងសម្រាប់ទៅព្រះអង្គបានបញ្ចេញព្រះទ័យទទេពីអត្តាលំពេងធម្មពលដែលបោលចូលមកបានចាប់ផ្ដើមស្ទុកកងខ្លួនបាត់បង់ទិសដៅហើយក៏រលាយបាត់ទៅជាលំអងពន្លឺនៅក្នុងអាកាសម្ចាស់ទឹកដីបានបើកភ្នែកធំជាលើកដំបូងមិនអាចទេព្រះគ្រូភេងបានបោះជំហានទៅមុខអ្នកមិនបានចាញ់ដោយសារកម្លាំងទេអ្នកចាញ់ដោយសារតែអ្នកប្រកាន់ម្ចាស់ទឹកដីបានខឹងសងសឹកប្រសិនបើដូច្នោះយើងនឹងប្រើប្រាស់ក្រុងទាំងមូលធ្វើជាធម្មពលគាត់បានលើកដៃធំទូលាយដៃកាយវិជានៅទូទាំងក្រុងបានចាប់ផ្ដើមបញ្ចេញពន្លឺក្រហមមនុស្សបានស្រែកធម្មពលជីវិតត្រូវបានបូមចេញពីរូបកាយដើម្បីចិញ្ចឹមអាគមក្រុងបុរាណក្រោមដីបានចាប់ផ្ដើមដួលរលំពីខាងក្នុងព្រះគ្រូភេងបានសម្លឹងមើលរូបភាពនោះដោយស្ងប់ស្ងាត់ប៉ុន្តែនៅក្នុងភ្នែកមានសេចក្តីមាំមួនជាងពេលណាទាំងអស់ប្រសិនបើក្រុងនេះចង់រស់ត្រូវតែឈប់អ្នកធម្មពលពីក្រោមដីបានចាប់ផ្ដើមញាប់ញ័រម្ដងទៀតមិនមែនមកពីដៃកាយវិជាទេប៉ុន្តែវាគឺជាធម្មពលរបស់អ្នកថែរក្សាពិភពលោកនាគកំពុងត្រឡប់មកវិញ
ម្ចាស់ទឹកដីបានលើកដៃឡើងប្រសិនបើដូច្នោះចូលឆេះជាមួយគ្នាថាមពលពីទូទាំងក្រុងបានហូរចូលមកកាន់រូបកាយរបស់គាត់ស្បែកបានប្រេះបែកបង្ហាញរូបកាយលោហៈនៅខាងក្នុងរូបរាងបានចាប់ផ្ដើមប្រែក្លាយទៅជាអ្វីដែលមិនមែនជាមនុស្សនៅក្នុងពេលជាមួយគ្នានោះដីក្រោមក្រុងបុរាណក្រោមដីបានប្រេះបែកចេញជារន្ធដ៏ធំមួយសម្លេងលូនវាដ៏វែងបានបន្លឺឡើងអ្នកថែរក្សាពិភពលោកបានផុសឡើងម្ដងទៀតដងខ្លួនធំសម្បើមបានឡោមព័ទ្ធជញ្ជាំងក្រុងភ្នែកពណ៌មាសបានសម្លឹងមើលម្ចាស់ទឹកដីដោយសេចក្តីតឹងតែងទេសកលវិជាមិនមែនសម្រាប់នរណាម្នាក់ធ្វើជាម្ចាស់ឡើយម្ចាស់ទឹកដីបានសោចសូម្បីតែនាគក៏ត្រូវតែពឹងពាក់វាគាត់បានបញ្ចេញថាមពលទាំងអស់វាយប្រហារមកលើនាគរលកលោហៈបានបោកបក់ទៅលើជញ្ជីងនាគវិនបង្កើតផ្កាភ្លើងនិងកម្លាំងញ័ររង្គើដែលធ្វើឲ្យកំពូលភ្នំបាក់បែកនាគបានតបតវិញដោយធម្មពលនៃទឹកដីនិងខ្យល់ធម្មពលទាំងពីរបានប៉ះទង្គិចគ្នារហូតដល់មេឃក្នុងរូងភ្នំបានរហែកជាស្នាមពន្លឺព្រះគ្រូភេងដឹងច្បាស់ថាប្រសិនបើបណ្ដោយឲ្យការប៉ះទង្គិចនេះបន្តទៅក្រុងបុរាណក្រោមដីនឹងមនុស្សនឹងមិននៅសល់សូម្បីតែធូលីព្រះអង្គបានបោះជំហានទៅមុខបោះជំហានចូលទៅក្នុងចំណុចកណ្ដាលនៃសមរភូមិនៃធម្មពលកំពូលឈប់សម្លេងរបស់ព្រះគ្រូភេងមិនខ្លាំងទេប៉ុន្តែបានធ្វើឲ្យទាំងនាគនិងម្ចាស់ទឹកដីស្ទុកកងខ្លួននៅក្នុងវិនាទីនោះទេសកលមិនមែនជាសត្រូវទេហើយមនុស្សមិនគួរធ្វើជាទេសកលរបស់វាប្រសិនបើត្រូវបញ្ចប់ត្រូវតែបញ្ចប់នៅចិត្តព្រះគ្រូភេងបានសង្កត់ព្រះនេត្រចុះព្រះតីបានចូលទៅកាន់សេចក្តីទទេជ្រៅបំផុតខ្សែកម្មក្នុងអតីតកាលសាច់ញាតិជាមួយនាគបែបពាក្យសន្យារបស់ឥសីបុរាណទាំងអស់ត្រូវបានបញ្ចូលគ្នាទៅជាតែមួយពន្លឺពណ៌សតុនបានផ្សព្វផ្សាយចេញពីព្រះកាយរបស់ព្រះគ្រូភេងមិនក្តៅមិនត្រជាក់ប៉ុន្តែបរិសុទ្ធដៃកាយវិជានៅទូទាំងក្រុងបុរាណក្រោមដីបានចាប់ផ្ដើមញាប់ញ័រមិនមែនដោយសារអាគមទេប៉ុន្តែវាត្រូវបានហៅឲ្យត្រឡប់ទៅកាន់សភាពដើមវិញម្ចាស់ទឹកដីបានស្រែកឈប់នោះគឺជាជីវិតរបស់យើងព្រះគ្រូភេងបានបើកព្រះនេត្រឡើងជីវិតដែលចងជាប់នឹងសេចក្តីប្រាថ្នាមិនមែនជាសេរីភាពទេពន្លឺពណ៌សបានរំពាត់ម្ចាស់ទឹកដីដែលកាយវិជានៅក្នុងរូបកាយរបស់គាត់ត្រូវបានទាញចេញបន្តិចម្ដងមួយដុំរូបកាយមនុស្សពិតប្រាកដបានបង្ហាញខ្លួនម្ដងទៀតមុននឹងដួលរលំចុះដោយអស់កម្លាំងអ្នកថែរក្សាដៃកាយវិជាបានឈប់ដំណើរការក្រុងបុរាណក្រោមដីបានចាប់ផ្ដើមស្ងប់ស្ងាត់ដៃកាយវិជាទាំងអស់បានហូរត្រឡប់ចុះទៅក្នុងសរសៃរ៉ែនៅក្រោមដីនាគបានសម្លឹងមើលព្រះគ្រូភេងដោយសេចក្តីគោរពអ្នកបានប្រគល់តុល្យភាពឲ្យពិភពលោកវិញហើយបានបញ្ចេញនូវសេចក្តីជាប់ជំពាក់របស់ខ្លួនឯងព្រះគ្រូភេងបានញញឹមបន្តិចបិចអាត្មាគ្រាន់តែដើរតាមហេតុកាលណាអ្វីទាំងអស់បានស្ងប់ស្ងាត់ក្រុងបុរាណក្រោមដីបានបិទខ្លួនបន្តិចម្ដងបន្ទងជញ្ជាំងថ្មបានរអិលត្រឡប់ទៅកាន់សភាពដើមវិញនៅសល់តែព្រៃភ្នំសំពៅដែលស្ងប់ស្ងាត់ព្រះគ្រូភេងបាននិមន្តចេញពីព្រៃដោយគ្មានដៃកាយវិជាគ្មានរឹតមានតែស្បង់ចីវរបាតនិងព្រះតីដែលទទេប៉ុន្តែនៅក្នុងរឿងព្រេងនៃព្រៃឈ្មោះរបស់ព្រះអង្គនឹងត្រូវបាននិយាយប្រាប់ជារៀងរហូតថាជាព្រះសង្ឃដែលបានប្រគល់ទេសកលឲ្យត្រឡប់ទៅកាន់ពិភពលោកវិញហើយបានប្រគល់ចិត្តឲ្យត្រឡប់ទៅកាន់មនុស្សវិញសាច់រឿងសូមបញ្ចប់ត្រឹមតែ